ខ្ញុំមានការឈឺចាប់ណាស់បងប្អូននៅពេលដែលឃើញបរទេសគេឈ្លានពានយើងម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតមិនឆ្អែតឆ្អន់សោះសំបីមកដល់ពេលនេះពិភពលោកមានច្បាប់ការពារសន្តិភាពមានច្បាប់អធិបតេយ្យភាពប្រទេសជាតិហើយក៏គេនៅតែឈ្លានពានយើងទៀតដែរដោយសារអ្វីបានជាបរទេសគេមើលងាយយើងគេប្រមាថយើងគេរំលោភយើងរាល់ពេលបែបនេះគឺដោយសារអ្វីគឺដោយសារតែយើងមានភាពទន់ខ្សោយដោយសារតែយើងទន់ខ្សោយទើបគេប្រមាថយើងគេមើលងាយយើងរឿងបរទេសឈ្លានពានយើងនេះមិនមែនទៅតែពេលនេះថ្មីទេសំបីតែប្រវត្តិសាស្ត្ររបស់ខ្មែរយើងរាប់សិបដងហើយដែលបរទេសសៀមឈ្លានពានយើងតាំងពីរាជរបស់ព្រះបាទលំពង់រាជាចុងសម័យអង្គរចូលមកដល់រាជមុនរាជរបស់ព្រះបាទពញាយ៉ាតក៏គេឈ្លានពានយើងទៀតគេវាយបែកទីក្រុងអង្គររបស់យើងហៅថាទីក្រុងយសោធិបុរៈគេសម្លាប់ប្រជាពលរដ្ឋខ្មែរយើងរាប់ម៉ឺននាក់គេគៀប្រជាពលរដ្ឋខ្មែរយើងចោះស្លឹកត្រចៀកដោតខ្សែធ្វើជាទាសករគេសម្លាប់យើងឆ្អឹងគោដូចជាភ្នំឈាមហូរដូចជាទន្លេនៅចុងសម័យអង្គរណាហើយក៏យើងរើរាជធានីចេញពីទីក្រុងអង្គរមកបោះទីតាំងថ្មីនៅទីក្រុងចតុមុខដែលយើងហៅថាទីក្រុងចតុមុខរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះតើដោយសារអ្វីបានជាគេឈ្លានពានយើងម្ដងហើយម្ដងទៀតបែបនេះគេសម្លាប់យើងគេចាត់ទុកយើងជាទាសករគេចាត់ទុកយើងជាសត្វជាធាតុវាជារឿងដែលឈឺចាប់ខ្លាំងណាស់ណាមូលហេតុដែលគេអាចប្រមាថយើងគេអាចរំលោភយើងសម្លាប់យើងយកទឹកដីយើងយកជីវិតយើងយកទ្រព្យសម្បត្តិយើងម្ដងហើយម្ដងទៀតនេះបានគឺដោយសារតែយើងមានភាពទន់ខ្សោយយើងទន់ខ្សោយផ្នែកអីខ្លះបងប្អូនមើលទៅលើប្រវត្តិសាស្ត្ររបស់យើងដូចជារាជរបស់លំពង់រាជាហើយមុនរាជរបស់ព្រះបាទពញាយ៉ាតគឺយើងទន់ខ្សោយណាស់ទន់ខ្សោយទាំងខ្សែរាជវង្សទន់ខ្សោយដោយសារតែការដណ្ដើមរាជអំណាចគ្នាតាំងខ្លួនជាអធិរាជតាំងខ្លួនជាអធិទេពមិនទទួលយកផ្នត់គំនិតមនុស្សផ្សេងឡើយមានតែផ្នត់គំនិតរបស់ខ្លួនទៅត្រឹមត្រូវដូច្នេះហើយធ្វើឲ្យបរទេសគេរំលោភយើងបានដោយងាយចំណែកសេដ្ឋកិច្ចវិញគឺទន់ខ្សោយប្រជារាស្ត្រនាសម័យនោះរកតែបាយហូបមិនបានធ្វើការចំណាក់ស្រុកទៅក្រៅប្រទេសយ៉ាងច្រើនហើយរាស្ត្រខ្លះទៀតគឺត្រូវបានមន្ត្រីធ្វើបាបជិះជាន់ចំណែកមន្ត្រីវិញពុករលួយដល់ឆ្អឹងរំលោភខ្សែសន្តិវៈទៅលើរាស្ត្រតូចតាចរំលោភទ្រព្យសម្បត្តិជិះជាន់ប្រជារាស្ត្រខ្លួនឯងធ្វើឲ្យប្រជារាស្ត្រមិនអាចរស់នៅក្នុងស្រុករបស់ខ្លួនឯងបានដូច្នេះហើយគឺជាហេតុដែលធ្វើឲ្យបរទេសគេមើលងាយយើងនេះគឺជារឿងមួយនៅក្នុងប្រវត្តិសាស្ត្រវាឈឺចាប់ខ្លាំងណាស់សំបីតែមកដល់សម័យបច្ចុប្បន្នយើងមានកម្លាំងខ្លាំងក្លាយើងមានកងទ័ពគ្រប់គ្រាន់យើងមានសម្ភារៈគ្រប់គ្រាន់នៅក្នុងការតតាំងហើយក៏គេនៅតែប្រមាថគេនៅតែមើលងាយយើងព្រោះកម្លាំងយើងនៅស្ទើរជាងគេទៅគេប្រមាថដូច្នេះហើយមានតែយើងខ្លាំងមានតែយើងពង្រឹងខ្លួនយើងឲ្យខ្លាំងតែប៉ុណ្ណោះទេបើយើងខ្លាំងគេលែងហ៊ានប្រមាថយើងគេលែងហ៊ានមើលងាយយើងហើយប្រទេសខ្មែរយើងគឺជារបស់យើងទាំងអស់គ្នាដូច្នេះសូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាចូលរួមដោយស្មារតីជាតិរបស់យើងចូលរួមតាមកម្លាំងចិត្តកម្លាំងសទ្ធាកម្លាំងកាយកម្លាំងប្រាជ្ញាហិរញ្ញវត្ថុធនធានរបស់ខ្លួនតាមដែលខ្លួនអាចធ្វើទៅបានដើម្បីឲ្យបងប្អូនយើងបានរួបរวมស្មារតីគ្នានៅក្នុងការការពារប្រទេសជាតិយើងកុំឲ្យវាបាត់បង់ទៅទៀតព្រោះយើងបាត់បង់នឹងវាច្រើនពេកហើយបងប្អូនមើលទៅក្នុងប្រវត្តិសាស្ត្រទឹកដីរបស់យើងទៅយើងធ្លាប់មានផ្ទៃដីរហូតដល់1លាន2សែនគីឡូម៉ែត្រក្រឡាជាងប៉ុន្តែមកដល់បច្ចុប្បន្ននៅត្រឹមតែ180,000ជាងតែប៉ុណ្ណោះទេមិនដល់2សែនគីឡូម៉ែត្រផងយើងបាត់1លានគីឡូម៉ែត្រជាងណា1លានគីឡូម៉ែត្រជាងបងប្អូនសាកស្រមៃមើលតើ1លានគីឡូម៉ែត្រផ្ទៃដីតើមានប្រជាពលរដ្ឋប៉ុន្មានលានគ្រួសារហើយនៅពេលដែលយើងបាត់បង់ផ្ទៃដីគឺយើងបាត់បង់អ្វីទាំងអស់សំបីតែជីវិតយើងក៏คล้ายទៅជាទាសកររបស់គេដែរគេចង់សម្លាប់គេចង់កាប់គេចង់ជីគេចង់រំលោភគេចង់បំពានយ៉ាងម៉េចគឺស្រេចតែចិត្តគេដោយសារអ្វីដោយសារតែយើងខ្សោយយើងចាញ់គេ
គេរំលោភយើងពេលនោះហើយគឺយើងរងទុក្ខវេទនាលំបាកណាស់លំបាកណាស់ដូច្នេះហើយយើងត្រូវតែការពារផ្ទៃដីរបស់យើងឲ្យបានគង់វង្សមិនត្រូវឲ្យបាត់បង់ទៀតទេណាព្រោះវានៅតូចពេកហើយវានៅតូចពេកហើយបងប្អូនសាកគិតមើល1លាន2សែនគីឡូម៉ែត្របាត់អស់ជាង1លានហើយនៅសល់ត្រឹមតែ180,000ជាងទេគឺវាតិចណាស់វាតិចណាស់ដូច្នេះហើយយើងត្រូវតែការពារផ្ទៃដីនេះឲ្យគង់វង្សជាដរាបដើម្បីទុកឲ្យកូនទុកឲ្យចៅយើងជំនាន់ក្រោយសូមឲ្យបងប្អូនប្រជាពលរដ្ឋខ្មែររួបរวมស្មារតីគ្នាដើម្បីការពារប្រទេសជាតិយើងការពារទឹកដីយើងទុកឲ្យកូនចៅយើងជំនាន់ក្រោយមានតែយើងការពារដោយខ្លួនយើងទេទើបយើងអាចរស់នៅបានសុខសេនសានការដែលពឹងបរទេសគឺជារឿងមួយប៉ុន្តែបើយើងខ្សោយបរទេសក៏គេមិនជួយយើងដែរលុះត្រាតែយើងខ្លាំងលុះត្រាតែយើងមានប្រយោជន៍ឲ្យបរទេសទើបបរទេសគេជួយយើងដូច្នេះហើយយើងត្រូវពឹងខ្លួនយើងជាគោលដោយគាថារបស់ព្រះពុទ្ធបានប្រាប់យើងថាអត្តាហិអត្តនោនាថោមានតែយើងទីពឹងខ្លួនយើងទេទើបជាប្រភពនៃសេចក្តីសុខរបស់យើងពិតប្រាកដកុំខ្ចីដង្ហើមគេដកពឹងខ្លួនយើងជាមុនព្រះនឹងជួយយើងលុះត្រាតែយើងជួយខ្លួនយើងដូច្នេះតលតែយើងជួយខ្លួនយើងតលតែយើងរឹងមាំតលតែយើងខ្លាំងទៅព្រះជួយយើងព្រោះព្រះពុទ្ធចេញប្រោសមនុស្សចេញប្រោសសត្វលុះត្រាតែសត្វនោះមាននិស្ស័យជាមួយព្រះទៅព្រះប្រោសយ៉ាងណាមិញក៏ដូចគ្នាដែរដើម្បីឲ្យបរទេសគេអាចជួយយើងបានលុះត្រាតែយើងខ្លាំងទៅគេជួយយើងបើយើងខ្សោយគេមិនជួយទេដូច្នេះកន្លឹះដើម្បីយើងអាចរស់បានគឺមានតែការពឹងទៅលើកម្លាំងរបស់យើងតាមគាថារបស់ព្រះពុទ្ធថាអត្តាហិអត្តនោនាថោជាមូលដ្ឋានសម្រាប់ឲ្យយើងរស់នៅបានការពារទឹកដីយើងទាំងអស់គ្នាដើម្បីយើងដើម្បីកូនយើងដើម្បីចៅយើងគ្រប់ជំនាន់តរៀងទៅទឹកដីប្រទេសខ្មែរត្រូវតែគង់វង្សមិនអាចបាត់បង់ទៀតទេវានៅតូចពេកហើយអរគុណច្រើនជួបជាមួយនឹងខ្ញុំបាទរិនសុខានៅវីដេអូក្រោយបន្តទៀត